សួស្តីបងប្អូនទាំងអស់គ្នាកូនកើតមកមិនគ្រប់គីឡូមានន័យថាពេលកើតមកភ្លាមយើងថ្លឹងភ្លាមទារកហ្នឹងគឺតិចជាង2.5គីឡូក្រាមហើយមូលហេតុអីដែលនាំឲ្យគាត់ខ្វះពេលដែលពពោះហ្នឹងគឺម្ដាយទទួលសារធាតុចិញ្ចឹមក៏ដូចជាអាហារូបត្ថម្ភវីតាមីនជីវជាតិដែកអាស៊ីតហ្វូលិកមិនគ្រប់គ្រាន់ហើយជាពិសេសពេលគាត់ពពោះតាំងពីមានរហូតដល់សម្រាលគាត់ឡើងបានតែ7គីឡូមានន័យថារាងកាយរបស់គាត់ទទួលបានមិនគ្រប់គ្រាន់ហើយការលូតលាស់កូនទៀតសោតគឺមិនគ្រប់គ្រាន់ទី2គឺជំងឺម្ដាយមានន័យថាម្ដាយអាចមានជំងឺលើសសម្ពាធឈាមជំងឺបេះដូងជំងឺតម្រងនោមឬក៏អាចមានជំងឺទឹកនោមផ្អែមក្នុងពេលពពោះកូនហ្នឹងឬអាចមានជំងឺមេរោគឆ្លងផ្សេងៗដូចជាកាមរោគអីជាដើមនោះទី3គឺបញ្ហាតមចិត្តយើងដឹងហើយគឺជាចំណុចភ្ជាប់គ្នារវាងម្ដាយនិងទារកហើយបើមានបញ្ហាក៏ដូចជារាំងស្ទះចឹងសារធាតុចិញ្ចឹមអាហារូបត្ថម្ភចរន្តឈាមក៏ដូចជាដឹកនាំអុកស៊ីសែនទៅឲ្យទារកហ្នឹងគឺមិនគ្រប់គ្រាន់គឺជាហេតុផលទៅដល់ការលូតលាស់គីឡូរបស់ទារកក៏ដូចជាផ្នែកផ្សេងៗនៃរាងកាយរបស់ទារកផងដែរហើយទី4តាផ្សេងម្ដាយអាចជាអ្នកជក់បារីសេពសេពស្រាបៀរឬក៏ដើរលេងដាច់យប់អីចឹងទៅ stress ច្រើនឬក៏គាត់មានអាយុច្រើនហើយអញ្ចឹងកាលណាគាត់មានអាយុច្រើនហើយផលិតភាពក្នុងការផលិតផ្សេងក៏អាចមានការថយចុះខ្លះអញ្ចឹងការគ្រប់គ្រងឲ្យទារកក៏មានការថយចុះខ្លះផងដែរហើយបញ្ហាទាំងអស់នេះជាឥទ្ធិពលអ្វីខ្លះសម្រាប់គ័រគឺធ្វើឲ្យគ័រហ្នឹងគ័រខ្សោយណាស់កើតមិនគ្រប់ខែខ្វះទឹកភ្លោះក្រោយសម្រាលវិញក៏មកខ្វះសារធាតុចិញ្ចឹមឆ្អឹងទន់ខ្សោយធ្លាក់ជាតិស្ករពិបាកសម្របកម្ដៅខ្លួនមានន័យថាពេលគាត់ក្តៅម្ដងគឺមិនងាយបញ្ចុះវិញទេហើយតែងតែក្តៅខ្លួនជាញឹកញាប់និងជំងឺផ្សេងៗទៀតនៅពេលក្រោយពេលយូរអង្វែងទៅអញ្ចឹងដើម្បីជៀសឲ្យផុតពីបញ្ហាទាំងអស់នេះគឺយើងត្រូវដល់អាហារបំពន់ក៏ដូចជាសារធាតុចិញ្ចឹមវីតាមីនទៅដល់ម្ដាយឲ្យបានគ្រប់គ្រាន់មានដូចជាសាច់ក្រហមពងមាន់ពងទាពពុះគ្រាប់សណ្ដែកដោះគោជាដើមឲ្យគាត់កាត់បន្ថយ stress គេងគ្រប់គ្រាន់គេងផ្អៀងមកខាងឆ្វេងដើម្បីឲ្យឈាមរត់គ្រប់គ្រាន់រត់ទៅដល់ទារកហើយទី3គឺពិនិត្យសុខភាពតាមដានសុខភាពដោយអេកូជាប្រចាំមួយទៀតគឺអេកូ Doppler ដើម្បីត្រួតពិនិត្យបន្ថែមទៀតសូមជូនពរសុខភាពម្ដាយក៏ដូចជាបុត្រមានសុខភាពល្អហើយកុំភ្លេច like subscribe វីដេអូរបស់ខ្ញុំផងអរគុណ